biệt số mà lấy chẳng chừng bằng sắc xaនៅប្រភេទលិខិតទាំងអស់គ្នាបើពាក់ព័ន្ធនឹងប្រភេទលិខិតយើងដឹងហើយថាអ្វីជាលិខិតយើងបានសិក្សាខាងដើមកន្លងរួចមកហើយដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងនឹងសិក្សាទាំងអស់គ្នាតើលិខិតមានប្រមាណប្រភេទបាទអញ្ចឹងកន្លែងនេះគឺយើងមើលប្រភេទលិខិតបាទប្រភេទលិខិតជាទូទៅមាន3ធំគឺទី1គឺលិខិតឯកជនទី2គឺលិខិតរដ្ឋបាលនិងទី3គេហៅថាលិខិតបទដ្ឋានគតិយុត្តបាទអញ្ចឹងកន្លងមកមានការភ័ន្តច្រឡំមួយចំនួនឲ្យតែពេលលិខិតឲ្យតែដឹងថាលិខិតគឺសិតតែការប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាលទាំងអស់អញ្ចឹងយើងនឹងបែងចែកជាចំណែក3ចំណែកនីមួយនៅ3ចំណែកនេះដើម្បីយើងនឹងធ្វើការសិក្សាឲ្យបានច្បាស់និងស៊ីជម្រៅថាតើប្រភេទលិខិតអ្វីខ្លះដែលគេរាប់បញ្ចូលជាលិខិតឯកជនហើយប្រភេទលិខិតខ្លះអ្វីខ្លះដែលគេរាប់ចាត់ចូលជាលិខិតរដ្ឋបាលហើយនិងលិខិតបទដ្ឋានគតិយុត្តគឺជាប្រភេទលិខិតបែបម៉េចមានលក្ខណៈបែបម៉េចអញ្ចឹងលក្ខណៈនៃទម្រង់លិខិតនីមួយហ្នឹងវាមានគោលដៅនិងគោលបំណងដូចគ្នាដែរឬទេបាទអញ្ចឹងជំហានទី1គឺយើងនឹងសិក្សាលើលិខិតឯកជនបាទលិខិតឯកជនពាក់ព័ន្ធលិខិតឯកជនតើលិខិតឯកជននេះជាលិខិតបែបម៉េចតើគេប្រើនៅក្នុងគោលបំណងដូចម្ដេចនេះជានិយមន័យសង្ខេបមួយលិខិតឯកជនយើងដឹងហើយថាឯកជនបាទលិខិតឯកជនគឺជាលិខិតធម្មតារបស់រូបវន្តបុគ្គលដែលគេសរសេរឡើងនៅក្នុងនាមផ្ទាល់ខ្លួនបាទក្នុងនាមជារូបវន្តបុគ្គលហ្នឹងបាទទៅកាន់ទៅសេទៅកាន់ណាសេទៅកាន់រូបវន្តបុគ្គលឬក៏នីតិបុគ្គលក្នុងកិច្ចការអ្វីមួយឬក៏ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនបាទអញ្ចឹងបើយើងនិយាយពីផលប្រយោជន៍នៃលិខិតឯកជនហ្នឹងគឺការប្រើប្រាស់សម្រាប់បុគ្គលឯកជនបាទมันមានជាអង្គភាពអីទេណាបាទបុគ្គលឯកជនបាទអញ្ចឹងលិខិតឯកជនសួរថាតើលិខិតឯកជនមានអីខ្លះអ្នកខ្លះដឹងបាទបងប្អូនយើងខ្លះគាត់ធ្លាប់ដឹងហើយយំន័យអានរាវប៉ុន្តែដល់ទៅពេលយើងអត់ដឹងថាលិខិតណាជាលិខិតឯកជនហើយយើងធ្លាប់នឹងប្រើប្រាស់លិខិតនឹងទៀតបាទឥឡូវយើងមើលលិខិតឯកជនមានអីខ្លះនេះលិខិតឯកជនមានដូចជាលិខិតសួរសុខទុក្ខលិខិតជូនពរថ្វាយពរបាទដូចយើងជូនពរថ្នាក់ដឹកនាំជូនពរឪពុកម្ដាយជូនពរលោកនេះលោកនោះអញ្ចឹងអាហ្នឹងគឺយើងទៅសេក្នុងនាមផ្ទាល់ខ្លួនយើងអានេះខ្ញុំនិយាយពីក្នុងនាមយើងប្រើផ្ទាល់ខ្លួនទេណាបាទខ្ញុំមិនប្រើនៅក្នុងនាមជានីតិបុគ្គលទេសូមបញ្ជាក់ពាក្យសុំច្បាប់ឈប់សម្រាកបាទអាហ្នឹងយើងសុំនឹងផលប្រយោជន៍ពីណាគេផលប្រយោជន៍ផ្ទាល់ខ្លួនយើងមិនមែនសុំឲ្យគេណាគឺយើងសុំខ្លួនយើងលិខិតអញ្ជើញក្នុងកម្មវិធីផ្សេងដូចជាគេលិខិតបន់លិខិតអញ្ជើញបន់ខួបកំណើតអាពាហ៍ពិពាហ៍និងកម្មវិធីផ្សេងហ្នឹងលិខិតអញ្ជើញហ្នឹងគឺពាក់ព័ន្ធនឹងលិខិតឯកជនដែរដូចជាពាក្យបណ្ដឹងបាទយើងបណ្ដឹងឯណាឥឡូវមកថាអ្នកណាមានការរំលោភបំពានលើយើងអញ្ចឹងយើងបណ្ដឹងឯណាហ្នឹងគឺបណ្ដឹងក្នុងនាមជារូបវន្តបុគ្គលក្នុងហ្នឹងក៏ដូចជានៅមាត្រា10នៃក្រមរដ្ឋបវេណីក៏គេបានចែងដែរគឺនិយាយអំពីសិទ្ធិបុគ្គលបាទអញ្ចឹងគឺក្នុងពាក្យបណ្ដឹងហ្នឹងគឺយើងក្នុងនាមឯកជនដូចគ្នាហើយនឹងលិខិតផ្សេងទៀតដែលត្រូវបានបង្កើតឡើងឬក៏ធ្វើឡើងក្នុងនាមផលប្រយោជន៍ឬក៏បម្រើឲ្យសកម្មភាពរូបវន្តបុគ្គលបាទអញ្ចឹងយើង
នឹងសិក្សានឹងតម្រង់ផ្សេងទៀតយើងនឹងជួបគ្នានៅ slide បន្ទាប់ហើយសម្រាប់លិខិតប្រភេទលិខិតរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្តយើងនឹងជួបនៅ slide បន្ទាប់បាទសូមអរគុណ